ដែរគឺសេតយ៉ាវដាមលាបជាប្រចាំថ្ងៃដើម្បីឲ្យផ្ទៃមុខមានសំណើមហើយបន្ទាប់មកទុករយៈពេល10នាទីយើងនឹងបញ្ចប់ដោយប្រើម៉ាស់នៅចុងក្រោយតែប៉ុណ្ណឹងស្អាតទេព្រោះអីថែរក្សាមិនស្អាតទេប៉ុណ្ណឹងថែរក្សាបានទេព្រោះអីនៅក្នុងបន្ទប់នេះដូចជាមិនសូវជាមានពលឺថ្ងៃប្រហែលដែរអញ្ចឹងបន្ថយ sunscreen មួយរយៈសិនព្រោះអីកំពុងតែបិទម៉ាស់ប្រើជាមួយនឹងគ្រីមយ៉ាវដាមប្រើជាមួយនឹងគ្រីមយ៉ាវដាមកំពុងតែបានផលជាមួយនឹងម៉ាស់ទៅពេលអញ្ចឹងទៅទុក sunscreen ចោលសិនចាំពេលត្រូវចេញទៅក្រៅអីចាំប្រើពួកអីនៅក្នុងបន្ទប់អត់ប្រើដោយសារអីមិនសូវជាមានភ្លើងទូរស័ព្ទរបស់យើងមិនសូវជាប្រើអញ្ចឹងប៉ុណ្ណឹងគឺអូខេហើយឃើញលាបទៅមានសំណើមចិត្តរុនរោមអញ្ចឹងហ្នឹងប៉ុន្តែតែប្រភេទទេជ្រាបចូលស្បែកមុខអស់ហើយប៉ុន្តែមកខ្ញុំស្នាមអុចខ្មៅពីដើមស្នាមអុចខ្មៅព្រាលដូចជាប់អញ្ចឹងណាធ្វើអីធ្លាប់ប្រាប់ផលិតផលខុសឡើងព្រាលជាប់ព្រាលនៅលើថ្ងាសហើយស្បែកមុខពណ៌សបល់អត់ស្មើគ្នាទេហើយក៏សាច់អត់ស្មើដែររដេបដប់អញ្ចឹងណាតែឥឡូវអត់ទេចិត្តរុនរោមមុខបានល្អនិយាយទៅបើប្រើតាយកដាំចិត្តរុនរោមហើយកាត់បន្ថយស្នាមអុចខ្មៅហើយនឹងពជាភាពចាស់ពជាភាពជ្រីវជ្រួញឲ្យវានៅរក្សានៅថេយើងថែរក្សាប៉ុន្តែឥឡូវនេះវាមកឃើញប្រសិទ្ធភាពឈុតសេតគ្រីមហ្នឹងឃើញប្រសិទ្ធភាពខ្លាំងនៅពេលដែលយើងលាបជាមួយនឹងគ្រីមហ្នឹងហើយយើងបិទម៉ាស់ពីលើអញ្ចឹងប្រសិទ្ធភាពវាឃើញវាបានផលច្រើនជាងឲ្យយើងលាបតាគ្រីមសុទ្ធវាបានផលច្រើនជាងអ្វីដែលយើងកំពុងតែគិតថាមិននឹកស្មានថាអូគ្រាន់តែលាបឈុតគ្រីមហ្នឹងហើយគ្រាន់តែប្រើម៉ាស់ចំនួនតែមួយស្លឹកហេតុអីបានប្តីមុខស្បែកមុខយើងវាប្រែប្រួលដល់ថ្នាក់ហ្នឹងអញ្ចឹងខ្ញុំក៏ទៅតែចាប់ផ្ដើមប្រតិបត្តិការនៅអនុវត្តលាបគ្រីមហើយបិទម៉ាស់បញ្ចប់ដោយបិទម៉ាស់ពីលើចុងក្រោយអញ្ចឹងខ្ញុំក៏ទៅតែប្រតិបត្តិការខ្ញុំក៏ទៅតែអនុវត្តទៅតែបាន4ថ្ងៃដែរប៉ុន្តែឃើញស្បែកមុខប្រែប្រួលច្រើនមែនតើហើយចិត្តរោមមុខបានល្អលឿនហើយខ្លាំងជាងយើងលាបតែគ្រីមដោយអត់ប្រើម៉ាស់ណាអញ្ចឹងទិញសេតមិនធម្មតាប្រើសេតគ្រីមយ៉ាវដាមនឹងហើយបើសិនជាយើងអេតបន្ថែមជាមួយនឹងម៉ាស់បិទនៅស្លឹកចុងក្រោយបញ្ចប់នៅចុងក្រោយដោយម៉ាស់គឺល្អខ្លាំងបំផុតល្អខ្លាំងមែនតើហើយស្បែកមុខឡើងប្រែប្រួលខ្លាំងហ្មងអញ្ចឹងសង្ឃឹមថាអ្នកដែលមានឈុតយ៉ាវដាមប្រើនឹងអនុវត្តធ្វើតាមអ្វីដែលខ្ញុំបាននិយាយសាកល្បងលោកមើលព្រោះអីនឹងឃើញប្លែកប្រែប្រួលខ្លាំងមែនតើប្រែប្រួលលឿនហើយខ្លាំងខុសពីការយើងគិតណាខុសពីអ្វីដែលយើងកំពុងតែគិតណាអញ្ចឹងបាទខ្ញុំថាឡើងវ៉ាវហ្មងហើយខ្ញុំតែចាប់ផ្ដើមអនុវត្តការប្រែប្រួលនេះតែរយៈពេល4ថ្ងៃទេដែលលាបប្រភេទសេតគ្រីមហើយលាបប្រភេទសេតគ្រីមយ៉ាវដាមហើយ10នាទីក្រោយមកខ្ញុំបិទម៉ាស់ពីលើបន្ទាប់ពីបិទម៉ាស់25នាទីហើយបកម៉ាស់ចេញហើយយើងមកសាកត្រង់ទៅលើមុខប៉ុន្តែអត់លាងទឹកចេញទេណាហើយវានឹងជ្រាបចូលស្បែកមុខទាំងសេតគ្រីមដែលយើងលាបនិងជាតិសេរ៉ូមនៅក្នុងម៉ាស់ហ្នឹងក៏វាជ្រាបចូលទៅក្នុងស្បែកមុខយើងអញ្ចឹងគឺប្លែកប្រែប្រួលខ្លាំងមែនទែនអញ្ចឹងសង្ឃឹមថាអ្នកដែលមានសេតយ៉ាវដាមប្រើហើយអនុវត្តតាមអ្វីដែលខ្ញុំនិយាយហើយបានផលពិតប្រាកដសង្ឃឹមថាជូនពរថាឲ្យបានផលដូចគ្នាចុះហើយពេលដែលប្រើរបៀបហ្នឹងហើយដឹងតាស្រឡាញ់សេតយ៉ាវដាមដឹងតែស្រឡាញ់ជាងពីមុនហ្មងមែនពីដើមគ្រាន់តែប្រើត្រូវយើងមានចិត្តរំភើបតែយើងទិញផលិតផលប្រើត្រូវលើស្បែកមុខយើងណាតែដល់ពេលដែលយើងប្រើជាប្រចាំថ្ងៃហើយយើងដឹងចំណុចមួយនៃសេតយ៉ាវដាមនៅពេលដែលថាបិទម៉ាស់ពីលើនៅចុងក្រោយពេលដែលយើងលាបគ្រីមហើយយើងបិទម៉ាស់ពីលើវាឃើញប្លែកអញ្ចឹងកាន់តែស្រឡាញ់ឈុតហ្នឹងហើយកាន់តែចង់ប្រើគួរឲ្យស្រឡាញ់មួយថ្ងៃពេលដែលចូលគេងបនដល់ពេលគេងបនឲ្យមេឆាប់ភ្លើងញាក់គេងមកនឹងបានប្រើឈុតជាមួយនឹងសេតយ៉ាវដាមហើយនឹងម៉ាស់ហ្នឹងឯងហើយស្បែកមុខកាន់តែវិវត្តទៅល្អទៅមែនគាត់ទៅណាអភិវឌ្ឍល្អទៅដល់ស្បែកមុខយើងផ្ទុះរោមហើយយើងបាច់ចាំបាច់លាបអីស្បែកមុខយើងកលូ glass skin ចឹងហ្មងអញ្ចឹងកុំភ្លេចធ្វើតាមទាំងអស់គ្នាណាអ្នកដែលមានសេតយ៉ាវដាមនៅក្នុងដៃជាចុងក្រោយមកខ្ញុំថតវីដេអូដែរតែព្រាបកុំភ្លេចថានៅពេលដែលយើងទិញសម្រាប់ចិត្តថាទិញផលិតផលអីប្រើមួយសង្ឃឹមថាអ្នកទិញទៅពិភាក្សាជាមួយនឹងអ្នកលក់ឬក៏ទៅដល់ក្រុមហ៊ុនកន្លែងដែលគេលក់នោះទៅឲ្យគេមើលស្បែកមុខយើងសិនចាំយើងសម្រាប់ចិត្តទិញផលិតផលយកមកប្រើនៅលើស្បែកមុខព្រោះខ្ញុំខ្លួនឯងធ្លាប់ជួបផ្ទាល់នៅពេលដែលស្បែកមុខយើងមានបញ្ហាចំណាយពេលយូរតម្រាំតាកែប្រែវាបានល្អមកបែបនេះមកវិញអញ្ចឹងមុននឹងទិញផលិតផលប្រើនៅលើស្បែកមុខមិនថាស្បែកមុខឬក៏ដងខ្លួនឬក៏ជាប្រភេទស្មុកអសក់អីទេគឺទៅពិភាក្សាជាមួយនឹងអ្នកលក់សិនទៅបើសិនជាយើងមានពេលវេលាយើងគួរតែទៅពិភាក្សាជាមួយខាងបុគ្គលិកខាងក្រុមហ៊ុនសិនមុនទិញផលិតផលប្រើតែដល់គេដឹងហើយគេមើលស្បែកមុខយើងពួកគេរៀនបានច្រើនគេដឹងតិចនិចថាស្បែកមុខយើងប្រភេទអីបែបមិនគួរប្រើផលិតផលមួយណាអញ្ចឹងជៀសវាងនៅការខូចស្បែកមុខនិងស្បែកដងខ្លួនអីហ្នឹងជាប្រភេទ skin care នេះខ្ញុំគ្រាន់តែឲ្យយោបល់ពីខ្ញុំដែលខ្ញុំធ្លាប់ជួបខ្លួនឯងផ្ទាល់ទេអញ្ចឹងទាំងស្បែកមុខនិងស្បែកដងខ្លួនកម្រាន់តកែប្រែបានមកជាលក្ខណៈប្រើប្រភេទ cream សុទ្ធអញ្ចឹងណា
ខ្ញុំប្រើខ្ញុំចំណាយពេលយូរគឺទៅខ្ញុំប្រើចាប់ផ្ដើមឃើញផលរយៈពេលប្រហែលជា6 7ឆ្នាំចាប់ផ្ដើមជាប់ចិត្តជាមួយនឹងឈុតយ៉ាវ៉ាដាមប៉ុន្តែនៅប្រើដំបូងទិញដំបូងប្រើពីខែដំបូងអត់ទាន់ទេព្រោះអីវានៅចុះយើងធ្លាប់ប្រើផលិតផលជាតិលាយជាតិកាត់ពីដើមមិនដឹងណាដឹងណីទេអត់រៀងធូរថ្លៃឬក៏មិនទៅរៀងតំណងអញ្ចឹងទិញយកមកប្រើហើយចង់លឿនណាចង់ស្អាតឆាប់បានលឿនណាបង្ខំស្អាតអីចឹងណាមិនដូចទៅពេលយើងឥឡូវហ្នឹងគឺសេតខ្ញុំកាន់ក្នុងដៃនេះសេតថែរក្សាអញ្ចឹងថែរក្សាអញ្ចឹងមុននឹងទិញខ្ញុំឲ្យយោបល់ទៅជួបជាមួយបុគ្គលិកគេនៅខាងក្រុមហ៊ុននឹងសិនទៅឲ្យមើលស្បែកមុខសិនចាំយើងទិញប្រើហើយប្រើហើយក៏មិនទាន់អាឡូទិញច្រើនដែរពេលប្រើទៅហើយម្ដងចាស់ប្រើឲ្យអស់ពី2ប្រអប់ទៅ3ប្រអប់សិនបើថាស្បែកមុខយើងប្រើទៅយើងខ្លួនឯងដឹងថាត្រូវហើយត្រូវចំណុចហើយចាំទិញច្រើនទុកប្រើដោយសារឲ្យខ្លាចអស់ stock ចាំទិញច្រើនយកមកទុកប្រើខ្លាចអស់ stock ព្រោះអីសេតយ៉ាវ៉ាដាមនៅក្នុងដៃខ្ញុំនេះមិនមែនគឺចេះតែមានលក់ទេក្រុមហ៊ុនគេនៅក្នុងប្រទេសខ្មែរគឺមានតែមួយទេអញ្ចឹងមិនមែនចេះតែទិញបានទៅណាគេទិញបានអត់ទេអញ្ចឹងមានតែក្រុមហ៊ុនគេមួយមានតែក្រុមហ៊ុនមួយនឹងគាត់តែមានសេតយ៉ាវ៉ាដាមលក់អញ្ចឹងបើសិនជាចង់ទិញប្រើទៅឲ្យខាងបុគ្គលិកក្រុមហ៊ុនមើលសិនទៅថាយើងគួរប្រើប្រភេទស្បែកណាយ៉ាវ៉ាដាមមានច្រើនពណ៌មិនមានតែពណ៌ស្វាយនៅដែលខ្ញុំកាន់ហ្នឹងមានច្រើនពណ៌សម្រាប់តាមវ័យតាមប្រភេទស្បែកអញ្ចឹងតើឲ្យពួកគាត់ប៉ុណ្ណឹងស្បែកសិនទៅហើយចាំយើងទិញយកមកប្រើហើយក៏មិនទិញលោបដែរចាំប្រើអស់1ប្រអប់2ប្រអប់3ប្រអប់អីចឹងទៅហើយចាំយើងបើយើងស្រឡាញ់យើងគិតថាវាត្រឹមត្រូវចំចំណុចហើយចាំយើងទិញច្រើនយកមកទុកប្រើដោយសារក្រែងលោវាអស់ stock រូបផលិតផលនេះមានស្ត្រីអាយុវ័យពី29ឡើងទៅគាត់ទិញប្រើច្រើនណាអញ្ចឹងបើសិនជាត្រូវចំណុចហើយប្រើត្រូវហើយទិញទុកក្រែងអស់ stock អានេះគ្រាន់តែបំណងល្អពីខ្ញុំដែលជាខ្ញុំអ្នកទិញដែរហើយខ្ញុំឲ្យយោបល់បើល្អក៏ធ្វើតាមបើមិនល្អក៏ចុចវីដេអូនឹងឲ្យហួសចោលប៉ុន្តែកុំភ្លេចមុនទិញប្រើទៅផលិតស្បែកមុខសិនឲ្យតែប្រភេទផលិតផលដែលចេញមកពីក្រុមហ៊ុន The Face Shop Cambodia ទៅឲ្យបុគ្គលិកមើលស្បែកមុខសិនមិនថាប្រភេទ mask ឬក៏ជាប្រភេទ cream ទេទៅឲ្យពួកគាត់មើលស្បែកមុខសិនចាំហើយចាំយើងសម្រាប់ចិត្តទិញហើយទិញឲ្យប្រើអស់ពី2ប្រអប់ទៅ3ប្រអប់សិនបើសិនជាត្រូវចំណុចដូចខ្ញុំនិយាយដដែលអញ្ចឹងត្រូវចំណុចថាអូស្បែកមុខយើងត្រូវជាមួយនឹងប្រភេទ cream ហ្នឹងហើយចាំយើងសម្រាប់ទិញដើម្បីអីកុំឲ្យអស់ stock បើសម្រាប់ខ្ញុំដឹងថាជាប់ចិត្តហើយជាមួយនឹងយ៉ាវ៉ាដាមពណ៌ស្វាយនេះគឺថាបើសិនជាមានសមត្ថភាពនឹងទិញគឺប្រើមកជីវិតហ្មងតោះតែយើងអាយុ80ក៏នៅតែប្រើបានដែរសេតយ៉ាវ៉ាដាមពណ៌ស្វាយមានគេអាប់ដេតថ្មីណាបើអាប់ដេតថ្មីប្រើបានដល់អាយុ80ក៏ប្រើបានដែរអញ្ចឹងខ្ញុំអត់ប្រែប្រួលទេមួយហ្នឹងគឺខ្ញុំប្រើតាសម្រាប់ស្បែកមុខខ្ញុំប្រើតែប្រភេទហ្នឹងឯងបើសិនជាខ្ញុំអត់យ៉ាវ៉ាដាមពណ៌ស្វាយហ្នឹងខ្ញុំសុខចិត្តអត់ប្រើហ្មងព្រោះស្បែកមុខតែតម្រាំតែជួសជុលថែរក្សាកែប្រែបានមួយប៉ុណ្ណេះអស់បន្តិចទេហើយអស់លុយបន្តិចទេហើយប្រើពេលចាយវេលាយូរណាស់តម្រាំតែបានប៉ុណ្ណេះតម្រាំតែឃើញផលប៉ុណ្ណេះអញ្ចឹងសម្រាប់ខ្ញុំលើកហើយលើកពណ៌ស្វាយហើយយ៉ាវ៉ាដាមសេតយ៉ាវ៉ាដាមពណ៌ស្វាយហើយ family យ៉ាវ៉ាដាមពណ៌ស្វាយខ្ញុំហើយទាំង sun cream ទាំង form និយាយទៅខ្ញុំជាប់ចិត្តជាមួយនឹងយ៉ាវ៉ាដាមពណ៌ស្វាយនេះគឺខ្ញុំអត់ប្រែប្រួលដូរទេបើសិនជាដូរនោះតែក្រុមហ៊ុនគេលេងផលិតឬក៏ក្រុមហ៊ុនគាត់អាប់ដេតទៅចេញពណ៌ថ្មីទៀតឬក៏ផ្សេងទៀតអាហ្នឹងអាចដូរទៅតាមក្រុមហ៊ុនប៉ុន្តែនិយាយពីគុណភាពធម្មតាតែគេអាប់ដេតគេមិនដែលអាប់ដេតឲ្យផលិតផលគេអន់ជាងមុនទេយល់ទេអញ្ចឹងបើសិនជាក្រុមហ៊ុនគាត់អាប់ដេតបានន័យថាល្អជាងមុនហើយប៉ុន្តែបើសិនជាមានករណីអាប់ដេតតិចសាកធ្វើមកប្រអប់សិនបើសិនជាអូខេដូចរបស់ចាស់ល្អប្រហែលរបស់ចាស់ឬក៏អាចល្អជាងមុនអាហ្នឹងអាចសម្រុកទិញដើម្បីកុំឲ្យវាដាច់ស្តុកព្រោះយើងប្រើជាប្រចាំថ្ងៃនិយាយទៅដូចញ៉ាំបាយអញ្ចឹងណាដូចដើមឈើអញ្ចឹងដើមឈើយើងត្រូវការស្រោចទឹកវារាល់ថ្ងៃត្រូវការថែរក្សារាល់ថ្ងៃជាប្រចាំថ្ងៃមនុស្សយើងត្រូវការញ៉ាំបាយរាល់ថ្ងៃអញ្ចឹងស្បែកយើងដូចគ្នាត្រូវការថែរក្សាថែទាំរាល់ថ្ងៃដូចគ្នាព្រោះអីវ័យ30ជាងហើយដល់វ័យដែលត្រូវថែរក្សាហើយយើងត្រូវថែរក្សាឲ្យនៅថេដើម្បីកុំឲ្យវាកាន់តែទៅមុខចឹងនិយាយបើវ័យអាយុយើង30ជាងហើយយើងត្រូវថែរក្សាឲ្យថេឲ្យស្អាតនៅស្អាតថេកុំឲ្យថយចុះហើយក៏កុំឲ្យទៅមុខលឿនពេកយកមកស្អាតមកល្មមយកថេទៅបានហើយកុំឲ្យតែអាក្រក់ទៅបានហើយយកមកល្មមឲ្យសមជាមួយនឹងវ័យយើងអាយុយើងស្មើយកថេចឹងទៅចឹងខ្ញុំភ្លេចយ៉ាវ៉ាដាមសម្រាប់ខ្ញុំជ្រើសយកពណ៌ស្វាយនេះឯងយ៉ាវ៉ាដាមពណ៌ស្វាយនេះស័ក្តិសមជាមួយស្បែកមុខខ្ញុំមានតែប៉ុណ្្នឹងឯងបាយបាយ